សូមគោរពជំរាបសួរប្រិយមិត្តទូទស្សនិកជនដែលជាហ្វេនសូមគោរពសម្ដេចទ្រង់ឯកឧត្តមប្រិយមិត្តទូទស្សនិកជនជាទីមេត្រីជួបជាមួយនឹងខ្ញុំបាទរស់មិនយូរហើយអាប្រស្អាតនេះតែងតែផ្សព្វផ្សាយរឿងសង្គមរឿងថ្មីនៅក្នុងបាទជារៀងរាល់ថ្ងៃបាទយើងក៏លេចមកមើលរឿងធាតុកម្មមួយដ៏គួរឲ្យរន្ធត់មែនទែនប្រិយមិត្តជាទីមេត្រីបាទធាតុករបាញ់សម្លាប់ម្ចាស់ឃ្លាំងអង្គរបាទនិងបាទស្ត្រីនិងមនុស្ស2នាក់ផ្សេងទៀតបាទស្លាប់ទាំងអស់គឺ3នាក់បាទប្រិយមិត្តយើងបាទតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកកាន់អាសារព័ត៌មានយើងថាអញ្ចេះប្រិយមិត្តយើងគឺស្ថិតនៅក្នុងភូមិស្រែសៀមបាទឃុំជំរោទី2បាទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបាទតាមប្រជាពលរដ្ឋលោកបាននិយាយណាប្រិយមិត្តយើងគេថា2នាក់នេះបាទភ្ជាប់ពាក្យចិត្តនឹងរៀបការទៅហើយបាទហើយជនដែលដល់ជាធាតុករនោះប្រហែលជារឿងស្នេហាអត្រីកោណហើយប្រិយមិត្តជាទីមេត្រីបាទនេះមិនគិតជារឿងធម៌ព្រះទេប្រិយមិត្តបាទធម៌ព្រះគេគិតថាអញ្ចឹងបាទវាស្រឡាញ់គ្នាហើយឲ្យវាយកគ្នាទៅបាទរៀបការបើរៀបការចិត្តរៀបការទៅហើយក៏ប៉ុន្តែបាទរឿងនេះមិនមែនគិតរឿងធម៌ព្រះនោះទេគេហៅថាមៀផ្ចាញ់មៀជនដៃដល់នោះវាថាណាបើអញមិនបានណាឯងក៏មិនបានដូចតែគ្នាដែររឿងកើតឡើងនេះបាទប្រកាសជារឿងស្នេហាត្រីកោណហើយប្រិយមិត្តជាទីមេត្រីយើងបាទក្នុងរឿងខ្ញុំបាទជាសារព័ត៌មាននេះគឺផ្សព្វផ្សាយតែរឿងនៅក្នុងសង្គមនេះទេបាទតាមប្រភពប្រជាពលរដ្ឋបានដឹងចេះទៀតប្រិយមិត្តយើងបាទណែបរោះនឹងនារីដែលត្រូវស្លាប់ជាម្ចាស់ឃ្លាំងអង្គរហ្នឹងគឺជាប់ពាក្យចិត្តរៀបការទៅហើយណែវាចឹងបាទហើយជនដៃដនោះបើតាមប្រជាពលរដ្ឋបាននិយាយថាគឺជាគូស្នេហ៍ដែលធ្លាប់ស្រឡាញ់គ្នាពីមុនមកបាទណែអញ្ចឹងហើយក៏មានការបាទបាញ់សម្លាប់គ្នាអញ្ចឹងទៅបាទនេះបើតាមប្រជាពលរដ្ឋអ្នកចិត្តខាងលោកបាននិយាយអញ្ចឹងណាតាពីមុនមកគូស្នេហ៍ហ្នឹងវាធ្លាប់ស្រឡាញ់គ្នាណាដល់ចុងក្រោយនេះត្រូវគេតដឹងការយកការពេញច្បាប់ចិត្តរៀបអាពាហ៍ពិពាហ៍ទៅហើយបាទស្រាប់តែធាតុករជនឯដល់ថាអញអត់បានឯងក៏អត់បានដែរបាញ់សម្លាប់ហើយគឺគាត់បាញ់សម្លាប់ខ្លួនឯងទៀតរឿងនេះគឺជារឿងស្នេហាត្រីកោណប្រិយមិត្តជាទីមេត្រីបាទអញ្ចឹងបច្ចុប្បន្ននេះរឿងវាកើនតែអីថ្មីចឹងហើយប្រិយមិត្តយើងសូមផ្ដាំផ្ញើទៅដល់បងប្អូនឬបងស្រីបងប្រុសដែលមានស្នេហាត្រីកោណណាកុំធ្វើអញ្ចឹងបាទគឺស្លាប់ហើយណាចិត្តគេចិត្តយើងប្រិយមិត្តយើងណាបាទអញ្ចឹងខ្ញុំបាទទីចុងក្រោយនេះក៏សូមគោរពជំរាបលាសម្ដេចទ្រង់ឯកឧត្តមតែប៉ុណ្ណេះបើមានពាក្យពេចន៍កន្លែងណាដែលមិនសមរម្យបាទសូមអខន្តីអភ័យទោសដល់រូបខ្ញុំបាទផងការផ្សព្វផ្សាយនេះគឺបាទផ្សព្វផ្សាយទៅរឿងពិតក៏ដូចជាមិនប្រឌិតដែរ